ในក្នុងវីដេអូនេះពួកយើងនៅបានឃើញជាមួយនឹងចម្បាំងមួយដែលពិតជាអស្ចារ្យខ្លាំងមែនទែនដែលវាគឺនឹងបង្ហាញនៅធម្មពលថ្មីដែលទើបទទួលបានផងដែរដូច្នេះហើយសម្រាប់ថ្ងៃនេះពួកយើងនឹងធ្វើការសម្រាយបន្តទៀតហើយស្វែងយល់ថាវានឹងទៅជាយ៉ាងណាមុននឹងចូលទៅដល់ការបកស្រាយប្រសិនបើគ្នាចង់ support ជាមួយនឹងខ្ញុំផ្ទាល់គឺគ្នាយើងអាច support តាមរយៈ QR code ខាងលើនេះឬមួយក៏ support ខ្ញុំតាមមួយបែបទៀតតាមរយៈការទិញអាយ anime ស្អាតៗជាច្រើនដែលនៅក្នុងពេលនេះគឺមានជាមួយនឹង promotion ធំខ្លាំងមែនទែននិយាយទៅគឺមានជាមួយនឹងការបញ្ចុះតម្លៃសល់ត្រឹមតែ$10តែប៉ុណ្ណោះទៅលើគ្រប់អាយទាំងអស់តែម្ដងដូច្នេះប្រសិនបើគ្នាយើងមានចំណាប់អារម្មណ៍កុំភ្លេចធ្វើដំណើរទៅកាន់ page IG សក្តា MCU Store ឬមកក៏ page Facebook សក្តា Anime and Manga ដែលរកការទិញរបស់អ្នករាល់គ្នាគឺពិតជាជួយខ្ញុំបានច្រើនមែនទែននៅក្នុងការផលិតវីដេអូជូនអ្នកទាំងអស់គ្នាឥឡូវដើម្បីកុំឲ្យអ្នករាល់គ្នាចាំយូរតោះសាច់រឿងគឺបានចាប់ផ្ដើមនៅក្នុង The Land of Wind ដែល Mitsuki, Sarada, Konohamaru ក៏ដូចជាសមាជិកចំនួន2នាក់ទៀតគឺត្រូវបានបញ្ជូនមកបំពេញនៅបេសកកម្មធំមួយដែលនៅក្នុងបេសកកម្មនេះពួកគេគឺត្រូវតែកម្ចាត់នៅសត្រូវចំនួន2នាក់ Matsuri ហើយនិង Ryu យើងឃើញថានៅក្នុងបេសកកម្មមួយនេះ Sarada គឺមិនសូវជាមានការផ្ដោតអារម្មណ៍ប៉ុន្មាននោះទេដែលពាក្យសម្ដីរបស់ Sumire គឺនៅតែស្ថិតនៅក្នុងខួរក្បាលរបស់ខ្លួនដែលយើងឃើញថាសូម្បីតែ Mitsuki ក៏បារម្ភជាមួយនឹងនាងផងដែរមុននឹងពួកគេអាចចាប់ផ្ដើមនៅបេសកកម្មនេះបាននោះពួកគេគឺត្រូវតែរៀបចំជាមួយផែនការជាមុនសិនដែលដើម្បីសម្រេចនៅបេសកកម្មនេះបាននោះពួកគេគឺត្រូវតែកម្ចាត់នៅសត្រូវចំនួន2នាក់នេះនិងអ្វីដែលសំខាន់បំផុតនោះពួកគេគឺត្រូវតែយកជាមួយនឹងតនសូរបស់សត្រូវត្រឡប់មកវិញដល់ពេលហ្នឹងហើយទើបពួកគេគឺអាចជួយសង្គ្រោះនៅមនុស្សដែលជាប់នៅក្នុងដើមឈើទាំងអស់យើងឃើញថាស្របពេលដែលពួកគេកំពុងតែសន្ទនាគ្នានោះយូដូគឺបានបញ្ចេញនៅអារម្មណ៍ដែលពិតជាពិបាកគ្រប់គ្រងខ្លាំងមែនទែនដែលនាងគឺហាក់បីដូចជាមិនសូវជាខ្វល់អំពីអ្វីនោះទេនិយាយទៅឲ្យតែពួកគេអាចជួយសង្គ្រោះនៅ Shinki បាននោះនាងគឺហ៊ានលះបង់នៅអ្វីគ្រប់យ៉ាងទាំងអស់បញ្ចប់ជាមួយនឹងការឆ្លោះគ្នាមួយនេះ Mitsuki, Sarada ហើយនិង Konohamaru ក៏បានធ្វើដំណើរទៅជួបជាមួយនឹងសត្រូវតែម្ដងដែលពួកគេគឺបានសម្ដែងធ្វើជាស្វែងរកជាមួយនឹង Boruto ផងដែរដែលយើងឃើញថានៅពេលដែលបានជួបគ្នាជាមួយនឹង Konohamaru ភ្លាម Matsuri គឺបានបញ្ចេញនៅអាការៈដែលពិតជាចម្លែកខ្លាំងមែនទែនដែលនាងគឺហាក់បីដូចជាខ្មាស់អៀននៅពេលដែលបានជួបគាត់នៅក្នុងពេលនេះហើយពួកយើងក៏បានឃើញនៅការសន្ទនារវាង Konohamaru ហើយនិង Shikamaru ដែលវាគឺបានកាត់ឡើងមុនពេលដែលពួកគេបានធ្វើដំណើរមកកាន់ទីនេះដែលយើងឃើញថា Shikamaru គឺបានបញ្យល់ប្រាប់នៅកូនដែរនៅបេសកកម្មនេះទាំងអស់ដែលពួកគេគឺត្រូវតែយកជាមួយនឹងតនសូរបស់សត្រូវត្រឡប់មកវិញបើមិនចឹងទេនោះបុគ្គលដែលជាប់នៅក្នុងដើមឈើទាំងអស់គឺមិនអាចត្រឡប់មកវិញបាននោះទេ Shikamaru គឺថែមទាំងបញ្យល់ប្រាប់ទៀតថា Shinju ទាំងអស់គឺមិនមានចិត្តអាក្រក់ទាំងអស់នោះទេដែលពួកគេគឺព្រៀបបានដូចជាកូនក្មេងដែលទើបតែចាប់កំណើតមកចឹងដូច្នេះប្រសិនបើគាត់អាចធ្វើជាមិត្តរបស់ពួកគេបាននោះវាគឺជារឿងមួយដែលល្អខ្លាំងមែនទែនហើយនៅពេលដែលពួកគេមិនបានចាប់អារម្មណ៍នោះគាត់គឺត្រូវតែក្បត់ជាមួយនឹងពួកគេភ្លាមតែម្ដងដែលនេះហើយគឺជាមធ្យោបាយដែលល្អបំផុតដើម្បីយកឈ្នះនៅសត្រូវទាំងអស់នេះត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញយើងឃើញថា Konohamaru គឺបានណែនាំខ្លួនក៏ដូចជាសមាជិកនៅក្រុមរបស់គាត់ទៅកាន់សត្រូវទាំងពីរដែលគាត់គឺថែមទាំងបញ្យល់ប្រាប់នៅបេសកកម្មរបស់ខ្លួនផងដែរដែលពួកគេគឺមានបំណងនៅក្នុងការស្វែងរកជាមួយនឹង Boruto ដូច្នេះហើយដោយសារតែភាគីទាំងពីរគឺមានគោលដៅតែមួយនោះពួកគេក៏បានសម្រេចចិត្តចូលរួមជាមួយនឹងគ្នាតែម្ដងនៅពេលដែលបានចូលរួមក្រុមជាមួយនឹងគ្នាហើយនោះ Mitsuki ក៏បានសម្រេចចិត្តនាំ Ryu ទៅជាមួយនឹងខ្លួនតែម្ដងដែលគាត់គឺចង់ណែនាំនៅមិត្តចំនួន2នាក់ទៅកាន់គេបន្ថែមទៀតដែលស្ដាប់ជាមួយនឹងហេតុផលហើយនោះ Ryu ក៏បានសម្រេចចិត្តធ្វើដំណើរទៅជាមួយនឹងពួកគេផងដែរបានន័យថានៅទីនេះគឺនៅសល់ត្រឹមតែ Konohamaru ហើយនិង Matsuri តែប៉ុណ្ណោះពួកយើងបានស្វែងយល់ទៀតថាមូលហេតុដែល Konohamaru គឺជាបុគ្គលដែលសមស្របបំផុតដើម្បីយកឈ្នះនៅ Matsuri បាននោះគឺដោយសារតែចិត្តដ៏ចម្លែករបស់នាងនិយាយចំ Matsuri គឺមានជាមួយនឹងចិត្តស្រឡាញ់ជាមួយនឹងគាត់នឹងឯងដែលយើងឃើញថានាងគឺពិតជាខ្មាស់អៀនជាមួយនឹងគាត់ខ្លាំងមែនទែនធ្វើដំណើរត្រឡប់ទៅកាន់ Konoha វិញពួកយើងក៏បានជួបជាមួយនឹង Ada តែម្ដងដែលនាងគឺត្រូវបានតាក់ទងទៅដោយ Kashin Koji ដែលគាត់គឺចង់ដឹងអំពីស្ថានភាពដែលកំពុងតែកើតឡើងនៅក្នុងពេលនេះដែលនាងគឺបានបញ្យល់ប្រាប់ថាពួកគេគឺបានបំបែកនៅសត្រូវចេញជាពីរបានសម្រេចរួចទៅហើយដូច្នេះប្រសិនបើពួកគេអាចបំពេញទៅតាមផែនការរបស់ពួកគេបាននោះវាគឺប្រកាសជាសម្រេចនៅក្នុងបេសកកម្មនេះជាមិនខានក្រោយបានលើបាននេះភ្លាម Boruto គឺមិនសូវជាមានអារម្មណ៍ល្អប៉ុន្មាននោះទេដែលបើទោះជាភាគរយបរាជ័យគឺវាទាបក៏ដោយគាត់គឺនៅតែមានអារម្មណ៍ថាមិនស្រួលដដែលប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់គឺត្រូវបានហាមមិនឲ្យចេញទៅជួយអ្នកណានោះទេដែលប្រសិនបើគាត់ហ៊ានតែបញ្ចេញមុខមកនោះ Jura គឺប្រកាសជាបង្ហាញខ្លួនដើម្បីសម្លាប់គាត់ជាមិនខានធ្វើដំណើរត្រឡប់ទៅកាន់ Konoha វិញនិយាយចំគឺនៅក្នុងហាងលក់សៀវភៅមួយពួកយើងក៏បានជួបជាមួយនឹង Jura តែម្ដងដែលគាត់គឺកំពុងតែព្យាយាមទិញជាមួយនឹងសៀវភៅជាច្រើនផងដែរដែលក្រោយបានស្វែងយល់អំពីហេតុការណ៍នេះភ្លាម Shikamaru គឺមិនសូវជាបារម្ភប៉ុន្មាននោះទេដែលគាត់គឺបានបញ្ជាឲ្យគ្រប់គ្នាទាំងអស់ដើម្បីមិនឲ្យបង្កបញ្ហាអ្វីទៅកាន់សត្រូវនេះឡើយធ្វើដំណើរទៅកាន់បន្ទប់ពិសោធន៍មួយពួកយើងក៏បានជួបជាមួយនឹង Amado តែម្ដងដែលនៅក្នុងពេលនោះផងដែរ Kawaki ក៏បានធ្វើដំណើរមកដល់ដែលប្រើប្រាស់ជាមួយនឹងដៃបច្ចេកវិទ្យារបស់ខ្លួនគាត់គឺបានរុនគេទៅ
បោកជាមួយនឹងចិញ្ចៀងមួយដែលគាត់គឺថែមទាំងបញ្ជាឲ្យគេបកគោនៅធម្មពលពេករបស់ខ្លួនត្រឡប់មកវិញសម្រាប់គ្នាយើងដែលបានភ្លេចហើយនោះ Kawaki គឺត្រូវបានដាក់ទៅដោយ limiter មួយដែលធម្មពលនៃការវាយប្រហាររបស់គាត់គឺត្រូវបានធ្លាក់ចុះខ្លាំងមែនទែនប៉ុន្តែផ្ទុយពីការបន្ថយនៃធម្មពលនៃការវាយប្រហារនោះធម្មពលការពាររបស់គាត់គឺត្រូវបានតម្លើងទៅដល់ចំណុចកម្ពស់តែម្ដងបានន័យថាគាត់គឺមិនអាចស្លាប់បាននោះទេដែល Amado គឺនៅតែត្រូវការជាមួយនឹងគាត់ដើម្បីបំពេញនូវផែនការផ្សេងមួយទៀតយើងឃើញថាក្រោយការស្វែងយល់ព័ត៌មាននេះពី Boruto ភ្លាម Kawaki គឺបានមកគម្រាម Amado តែម្ដងដែលគាត់គឺចង់បាននូវធម្មពលពេញរបស់ខ្លួនត្រឡប់ទៅវិញប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះខ្លួនរបស់គាត់គឺត្រូវបានបំពាក់ទៅដោយការបញ្ជាមួយដែលគ្រាន់តែការនិយាយឃ្លាតែមួយតែប៉ុណ្ណោះគាត់ក៏ត្រូវបានដួលសន្លប់ផងដែរត្រឡប់ទៅកាន់ទីលានចម្បាំងវិញយើងឃើញថា Konohamaru គឺនៅតែសន្ទនាគ្នាជាមួយនឹងសត្រូវដដែលដែលនាងគឺនៅតែបន្តអៀនជាមួយនឹងគាត់ខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្្នឹងទេនាងគឺថែមទាំងហៅនៅឈ្មោះរបស់គាត់ទៀតផងដែលបានលើកនឹងការនិយាយបែបនេះភ្លាមគាត់គឺបាននឹកឃើញទៅដល់មិត្តរបស់ខ្លួនជាពិសេសគឺជា Moegi នឹងឯងដែលនាងគឺបានហៅឈ្មោះគាត់បែបនេះដូចគ្នាក្រោយត្រូវបានគេហៅឈ្មោះរបស់គាត់បែបនេះ Konohamaru គឺមិនសូវជាចូលចិត្តប៉ុន្មានទេដែលគាត់គឺមិនបានអនុញ្ញាតឲ្យគេហៅនៅឈ្មោះរបស់ខ្លួនឯងទៀតឡើយដែលជួបនៅស្ថានភាពបែបនេះ Matsuri គឺពិតជាខឹងសម្បារខ្លាំងមែនទែនដែលនាងក៏បានវាយប្រហារគាត់ផងដែរត្រឡប់ទៅកាន់បន្ទប់ពិសោធន៍វិញយើងឃើញថា Kawaki គឺបានភ្ញាក់ពីការសន្លប់មកវិញដែលនៅពេលដែលអាចសន្ទនាគ្នាបាននោះ Amado ក៏បានបង្ហាញនៅអ្វីមួយទៅកាន់គាត់តែម្ដងដែលវាគឺជាខ្លួននៃកូនស្រីរបស់គាត់ឈ្មោះថា Akebi ដែលគោលបំណងរបស់គាត់នោះគឺជាការធ្វើឲ្យនាងត្រឡប់មកពីការស្លាប់វិញពួកយើងបានស្វែងយល់ថាលក្ខណៈក្នុងខាម៉ារបស់ Kawaki នោះគឺជាសំណុំទិន្នន័យនៃកូនស្រីរបស់គាត់ដែលដើម្បីឲ្យនាងមានជីវិតរស់ឡើងវិញនោះ Kawaki គឺត្រូវតែប្រើប្រាស់ជាមួយនឹងខាម៉ារបស់ខ្លួនដើម្បីបញ្ចូលទិន្នន័យទៅកាន់ខ្លួនថ្មីរបស់នាងប៉ុន្តែបញ្ហាដ៏ធំបំផុតនោះវាគឺមិនមែនជារឿងមួយដែលប្រកបនោះទេដែលនាងគឺអាចក្លាយទៅជា Otsutsuki ថ្មីមួយក៏ថាបានដែរក្រោយបានស្វែងយល់នៅព័ត៌មាននេះភ្លាម Kawaki គឺមិនព្រមធ្វើតាមសម្ដីរបស់ Amado នោះទេដែលគោលដៅរបស់គាត់គឺជាការសម្លាប់នៅ Otsutsuki ទាំងអស់ដូច្នេះហើយនៅក្នុងពេលនេះគាត់គឺត្រូវការជំនឿធម្មពលពេញរបស់គាត់ត្រឡប់មកវិញហើយតើគាត់បំពេញនូវគោលដៅរបស់ខ្លួនទើបគាត់គឺព្រមធ្វើតាមសម្ដីរបស់ Amado ត្រឡប់ទៅកាន់ទីលានចម្បាំងវិញយើងឃើញថាពួកគេគឺបានព្យាយាមស្វែងរកជាមួយនឹង Boruto ដែលពួកគេគឺបានប្រទះឃើញនៅវត្ថុផ្សេងៗមួយចំនួនប៉ុន្តែនៅក្នុងរំពេចនោះ Sarada ក៏បានលើកឡើងអំពីគំនិតមួយតែម្ដងដែលអ្វីដែល Boruto ត្រូវការបំផុតនោះគឺជាតនសូរបស់គាត់ដូច្នេះប្រសិនបើពួកគេប្រើប្រាស់វាដើម្បីធ្វើជានុយនោះ Boruto គឺប្រកាសជាបង្ហាញខ្លួនជាមិនខានក្រោយបានលើកនៅគំនិតបែបនេះភ្លាម Ryu គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់ក៏បានសម្រេចចិត្តបញ្ចេញនូវតនសូរបស់ខ្លួនដែលជួបជាមួយនឹងឱកាសមួយនេះ Yodo ក៏បានសួរទៅយកវាតែម្ដងប៉ុន្តែគឺវាមិនបានសម្រេចនោះទេពួកយើងបានស្វែងយល់ថា Ryu គឺបានដឹងមុននៅទង្វើនេះរួចទៅហើយដែលគាត់គឺគ្រាន់តែសម្ដែងធ្វើជាល្ងងតែប៉ុណ្ណោះដូច្នេះហើយក្រោយបានជួបនឹងការក្បត់របស់ពួកគេបែបនេះ Ryu ក៏បានសម្រេចចិត្តវាយប្រហារពួកគេតែម្ដងដែលប្រើប្រាស់ចំណឹងសាច់ដៃរបស់ខ្លួនគាត់គឺបានគ្រប់គ្រងនៅខ្លួនរបស់ Sarada បានសម្រេចដែលនាងក៏ត្រូវបានគេបញ្ជាឲ្យទៅវាយប្រហារ Yodo ផងដែរយើងឃើញថាមុនពេលដែលមានបញ្ហាអ្វីនោះខ្សែដៃរបស់សត្រូវក៏ត្រូវបានកំទេចជាច្រើនផ្នែកតែម្ដងដែលវាគឺជាទង្វើរបស់អារយានឹងឯងដែលដៃពិសេសរបស់គាត់គឺមានឈ្មោះថា Sand Sealing Blade ពួកយើងបានស្វែងយល់ថាដៃរបស់គាត់គឺត្រូវបានបំពាក់ទៅដោយឆាក្រារបស់ Shinki នឹងឯងដែលជាលទ្ធផលគាត់គឺអាចគ្រប់គ្រងជាមួយនឹងសាច់ដៃបានផងដែរបានន័យថា Ryu គឺមិនអាចគ្រប់គ្រងខ្លួនរបស់ពួកគេបានទៀតនោះទេនេះជាពិសេសនោះវាគឺជាការ counter មួយដែលពិតជាមានតម្លៃខ្លាំងមែនទែនយើងឃើញថាជាមួយនឹងការរួមដៃគ្នាពីរអ្នកទាំងអស់គ្នានោះ Mitsuki គឺអាចចាប់នៅសត្រូវជាមួយនឹងសត្វពស់របស់គាត់បានសម្រេចដែលជ្រាបជាមួយនឹងឱកាសមួយនេះ Sarada ក៏បានវាយប្រហារគាត់ជាមួយនឹង Chidori ផងដែរប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះវាគឺមិនមានប្រសិទ្ធភាពនោះទេដែល Ryu គឺបានប្រែកន្លងខ្លួនទៅជាខ្សាច់ដៃជាច្រើនយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Ryu គឺបានបង្ហាញខ្លួនសារជាថ្មីដែលលើកនេះគាត់គឺបាននាំយកនៅក្លោក្រែមមកជាមួយជាច្រើនផងដែរដែលជាមួយនឹងវត្តមាននៃសត្រូវថ្មីទាំងអស់នេះចម្បាំងគឺពិតជារញ៉េរញ៉ៃខ្លាំងមែនទែនប៉ុន្តែបញ្ហាដ៏ធំបំផុតនោះដែលរបស់អារយាគឺត្រូវបានគេយកចេញពីគាត់រួចទៅហើយបានន័យថាពួកគេគឺគ្មានការ counter ទៅលើខ្សាច់ដៃរបស់សត្រូវទៀតនោះទេត្រឡប់ទៅកាន់ Konohamaru វិញយើងឃើញថាគាត់គឺពិតជាមានភាពលំបាកខ្លាំងមែនទែនដែល Matsuri គឺបានឃុំឃាំងគាត់ជាមួយនឹងខ្លួនរបស់នាងដែលនាងគឺមានបំណងនៅក្នុងការស៊ីគាត់ផងដែរដែលបានស្វែងយល់អំពីហេតុការណ៍មួយនេះភ្លាម Boruto គឺពិតជាមិននៅស្ងៀមនោះទេដែលគាត់គឺចង់ធ្វើដំណើរដើម្បីទៅជួយសង្គ្រោះនៅអតីតគ្រូបង្រៀនរបស់ខ្លួនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Kashinkochi គឺមិនព្រមអនុញ្ញាតឲ្យគាត់ចេញពីទីនេះនោះទេយើងឃើញថា Matsuri គឺនៅតែបន្តវាប្រហារគាត់ដដែលប៉ុន្តែអ្វីដែលចម្លែកបំផុតនោះមុនពេលដែលនាងបានព្យាយាមសម្លាប់គាត់នាងក៏បានសម្រក់ជាមួយនឹងទឹកភ្នែកតែម្ដងដែលនេះគឺជាអារម្មណ៍ដែលនាងមិនដែលជួបនោះទេនិយាយចំគឺជាសេចក្តីស្រឡាញ់នឹងឯងដែលបានឃើញបែបនេះភ្លាម Konohamaru ក៏បានព្យាយាមកាន់ជាមួយនឹងដៃរបស់នាងតែម្ដងដែលគាត់គឺបានសន្យាថានឹងនៅជាមួយនឹងនាងជារៀងរហូតផងដែរក្រោយបានលើកនៅសម្ដីនេះភ្លាមនាងក៏បានព្យាយាមកាន់ជាមួយនឹងដៃរបស់គាត់ប៉ុន្តែវាគឺគ្រាន់តែជាការបោកប្រាស់មួយតែប៉ុណ្ណោះដែលនៅពេលដែល
ដែលនាងបានចាប់អារម្មណ៍នោះខូណាហាមរូក៏បានវាប្រហារនាងជាមួយនឹងរ៉ាសិនកនចំនួន2ផ្សេងៗគ្នាដែលវាគឺបានកំទេចនៅខ្លួនរបស់នាងស្ទើរតែទាំងស្រុងផងដែរដែលជួបជាមួយនឹងស្ថានភាពបែបនេះម៉ាស៊េរីគឺពិតជាភ្ជាប់ផ្អើលខ្លាំងមែនទែនត្រឡប់ទៅកាន់ចម្បាំងមួយទៀតយើងឃើញថាដោយសារតែការបាត់បង់នៅដៃរបស់អារ៉ាយ៉ានោះពួកគេគឺមិនមានការ counter ទៅលើខ្សែដៃរបស់សត្រូវបាននោះទេដែលពួកគេក៏ត្រូវបានវាប្រហារយ៉ាងចាស់ដៃផងដែរដែលគ្មានជំរឿននោះយូដូក៏បានសម្រេចចិត្តចរចាជាមួយនឹងសត្រូវតែម្ដងដែលប្រសិនបើគាត់ដោះលែងនៅគ្រប់គ្នាទាំងអស់នោះនាងនៅប្រកបនៅព័ត៌មានដែលសំខាន់ទៅកាន់គាត់ទាំងអស់យើងឃើញថាមុនពេលដែលនាងអាចនិយាយបន្តទៀតបាននោះនាងក៏ត្រូវបានគេចាក់សម្លាប់ជាមួយនឹងខ្សាច់ដៃតែម្ដងដែលសត្រូវគឺមិនព្រមទទួលយកនៅសំណើរបស់នាងនោះទេដូច្នេះហើយដោយខ្លួនឯងគឺមិនមានជាមួយនឹងពេលវេលាច្រើនទៀតនោះនាងក៏បានសម្រេចចិត្តប្រកបនៅដំបូងមានចុងក្រោយទៅកាន់សារដាតែម្ដងដែលមូលហេតុដែលនាងគឺមិនអាចបញ្ចេញនៅធម្មពលពេញរបស់ខ្លួនចេញមកបាននោះគឺដោយសារតែនាងគឺមិនព្រមទទួលស្គាល់នៅអារម្មណ៍របស់ខ្លួនជាពិសេសគឺជាអារម្មណ៍ទៅលើបូរូតូនឹងឯងក្រោយការផ្ដល់នៅដំបូងមានមួយនេះយូដូគឺត្រូវបានសន្មតថាស្លាប់តែម្ដងដែលនៅក្នុងពេលនេះហើយរឿងមួយក៏បានកើតឡើងផងដែរដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះខ្សែដែកដែលបានរំពាត់ជាមួយនឹងគ្រប់គ្នាទាំងអស់ក៏ត្រូវបានទាញចូលទៅក្នុងប្រហោងខ្មៅមួយដែលអ្នកដែលធ្វើវានោះគឺជាសារដានឹងឯងដែលយើងឃើញថានាងគឺបានបញ្ចេញជាមួយនឹងបង់គឺ Sharingan របស់ខ្លួនចេញមកតែម្ដងប៉ុន្តែមកដល់ត្រឹមនេះហើយភាគ15នៃខ្សែរឿងរបស់ Boruto ក៏ត្រូវបានបញ្ចប់